ដំបូងឡើយយើងអាចជាមានអារម្មណ៍ថាឯកានៅក្នុងជីវិតការជាប់គាំងដោយការដាក់ខ្លួនឯងដាច់ដោយឡែកកំពុងតែរួមរិទ្ធភាពស្ងប់ស្ងាត់បានសោយរាជ្យហើយគ្មាននរណាម្នាក់នៅទីនោះប៉ុន្តែអ្វីម្យ៉ាងដែលអស្ចារ្យបានកើតឡើងយើងជួលមកជាមួយគ្នាដៃនៃជំនួយត្រចៀកដែលបើកដួងចិត្តដែលចំហស្មាដែលចូលមកប្រគៀកហើយលើកគ្នាឡើងក្តីសង្ឃឹមការចែករំលែកនៅក្នុងការរស់នៅវាបានព្យាបាលនិងស្ដារឡើងវិញនេះហើយជាអំណាចនៃក្តីស្រឡាញ់យើងរួមកម្លាំងគ្នាយើងនាំមកនៅគំនិតរបស់យើងចំណុចខ្លាំងរបស់យើងនិងដួងចិត្តរបស់យើងរួមគ្នាបង្កើតនិងធ្វើឲ្យមានភាពខុសប្លែកពេលដែលយើងរួមគ្នាយើងនឹងសម្រេចបាននៅរឿងដ៏អស្ចារ្យយើងត្រូវការគ្នាទៅវិញទៅមកអំណរការឡើងនៅពេលដែលយើងនៅជាមួយគ្នាទំនាក់ទំនងដែលមានសុខភាពល្អហើយធ្វើឲ្យពិភពលោកមានពន្លឺចែងចាំងយើងរួមគ្នាកាន់តែអស្ចារ្យ Come on អរុនសួស្តីបងប្អូនទាំងអស់គ្នា Good morning, everyone. សុខសប្បាយអត់បងប្អូន How are you doing? ហើយពេលយើងចង់យកឱកាសមួយនេះស្វាគមន៍បងប្អូនដែលអញ្ជើញមកទីនេះជាលើកទី1 Welcome to our first-time guest. មិនថាបងប្អូនមកពីកន្លែងណា No matter where you are, មិនថាបងប្អូនមកពីប្រទេសណា no matter where you come from, មិនថាបងប្អូនជនជាតិអីនោះទេ or no matter what your nationality is, ពួកយើងស្វាគមន៍បងប្អូនមកកាន់ផ្ទះមួយនេះ we welcome you all. Come ហើយ on. ពួកយើងចង់ប្រាប់ថាពួកយើងពិតជានឹកបងប្អូនខ្លាំងមែនទែន So we truly miss you guys so much. បងប្អូនបានធ្វើឲ្យខ្លះរយៈពេលមួយសប្តាហ៍នេះ What have you done this past week? បានធ្វើខ្លះមួយអាទិត្យនេះបានធ្វើគេខ្លះ What did you do? ច្រើនមែនអត់ A lot, right? អូខេបានទៅណាខ្លះ Where have you gone? វ៉ាវទៅដើរលេងណាខ្លះនៅក្នុងសប្តាហ៍នេះ So where did you go and visit? ឬថាបងប្អូនមួយចំនួនណាខ្លះដើរធ្វើការសុទ្ធហ្មងមួយ Who សប្តាហ៍ only work for the whole week? អត់ទៅណាទាំង Yeah, you won't go anywhere. នៅខ្លះអ្នកណាខ្លះដេកផ្ទះសុទ្ធ Who stayed at home the whole time? Come on. អូខេចុះអ្នកណាខ្លះធ្វើ birthday កាលពីសប្តាហ៍មុន Who had a birthday last not. week? អូខេបើមាន happy birthday to you Happy birthday to you. អូខេអ្នកណាគេទៅតែទិញរបស់ថ្មីកាលពីសប្តាហ៍មុន Who bought something new last ទិញ week? ទូរស័ព្ទ New phone, ទិញដី new land, ទិញសភៅ new book, ទិញឡាន new car, ទិញម៉ូតូ new motorbike. ទិញអីគេខ្លះកាលពីសប្តាហ៍មុន What did you buy? អូខេ Come on. មានរឿងជាច្រើនដែលពួកយើងបានធ្វើមែនអត់ There are so many things that we have done, right? ចោះរឿងអីគេដែលបងប្អូនធ្វើឲ្យបងប្អូនសប្បាយរីករាយ And what had made you the happiest? អ្វីដែលបងប្អូនធ្វើសប្បាយរីករាយអត់ So what have you done that is make you happy? ចុះរឿងអីដែលធ្វើឲ្យបងប្អូនធ្វើឲ្យសប្បាយរីករាយបំផុតកាលពីសប្តាហ៍មុន And what have made you the happiest when you do it? ចប់សប្បាយអត់សង្ឃឹមសុខសប្បាយអត់ Were you happy? ខ្ញុំសួរបងប្អូនថាសុខសប្បាយអត់ Are you happy? បងប្អូនប្រហែលមួយចំនួនឆ្លើយអូតូបន្តិចបងឆ្លើយនៅក្នុងរូបបាលថាសុខសប្បាយ So you say automatically, yes, soksabai. Oh, my bad. Yes, good. ចុះសួរសប្បាយរឿងអីអត់ដឹងផង Good for what? Nothing. I don't know. come on អញ្ចឹងតើសប្តាហ៍មុននោះបងប្អូនធ្វើអ្វីហើយធ្វើឲ្យបងប្អូនសប្បាយបំផុត So what have made you the happiest this past week? ហើយខ្ញុំចង់នាំបងប្អូនឲ្យស្គាល់បរិសម្នាក់ So I want you to know one ហើយ man, ខ្ញុំចង់ចាប់ផ្ដើមពីរឿងរបស់គាត់ and I will tell you his story. កាលពីព្រេងនេះយូរណាស់ហើយតាំងពីពេលវេលាយូរណាស់មកហើយ Once upon a time, មានបរិសម្នាក់ there was this man. គាត់បានដើរឆ្លងកាត់នៅផ្លូវជាច្រើន He went to many paths ដើម្បីស្វែងរកនៅសុភមង្គល to search for រ happiness. លងហត់មើលទៅមុខគាត់ហត់ដើររកសុភមង្គល He's so tired. Yeah. Come ប៉ុ on. ន្តែពីមួយពេលទៅមួយពេលគាត់អត់ទទួលបានសុភមង្គលដោយអ្វីដែលបានសន្យានោះទេ But from time to time, he haven't received happiness, ហើយគាត់មានអារម្មណ៍ថាហត់មែនទែន and he is exhausted. គាត់មានអារម្មណ៍ថាធុញខ្លាំងមែនទែន He felt empty ពីព្រោះគាត់ព្យាយាមដើររកប៉ុន្តែគាត់ចង់បាននៅសុភមង្គលប៉ុន្តែគាត់រកអត់បាន He wants happiness, but he cannot find it. គាត់ព្យាយាមខ្លាំងមែនទែន He tried so hard. អ្វីដែលគាត់ចង់បានគឺទទួលបាននៅសុភមង្គល What he wanted is happiness, តែហាក់បីដូចជាគាត់រកអត់ឃើញសោះ but he haven't find it at all. គាត់បានទៅជាមួយនឹងមនុស្សជាច្រើន He went with a lot of people. គាត់មានសម្ភារៈច្រើន He have a lot of គាត់មាន possessions. ការងារល្អ He have a lot of work. គាត់មានកេរ្តិ៍ឈ្មោះ He have reputation.
ប៉ុន្តែអ្វីដែលគាត់ទាំងអស់នោះมันអាចបំពេញឲ្យគាត់រកឃើញនូវសុភមង្គលបាននោះទេ But none of these could help him to find happiness. ចុះសម្រាប់បងប្អូនវិញ So what about you? តើសុភមង្គលមានន័យបែបណាសម្រាប់បងប្អូន What does happiness mean to you? តើអ្នកកំពុងតែស្វែងរកសុភមង្គលដូចជាបរិសម្នាក់នេះដែរទេ Are you someone who is searching for happiness like this guy? ពីព្រោះព្រឹកនេះពួកយើងនឹងរៀននៅប្រធានបទដ៏អស្ចារ្យមួយ Because this morning we will talk about ដែលមានចំណងជើងថា the topic is សុភមង្គល happiness. សុភមង្គលធ្វើឲ្យយើងរីករាយមែនអត់ So happiness makes us happy, right? សុភមង្គលគឺជាអ្វីម្យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន Happiness is something that everyone desires. ខ្ញុំអាចឃើញដៃរបស់បងប្អូនអត់បើសិនជាបងប្អូនអត់ចង់បានសុភមង្គលក្នុងបន្ទប់ Can I see your hands if you don't want happiness at all? អត់ចង់បានសុភមង្គលលើកដៃ Come on. So if you don't want happiness, you can raise your hand. នៅពេលដែលមានកម្មវិធីខួបកំណើតឬក៏កម្មវិធីអាពាហ៍ពិពាហ៍ So at birthdays or at weddings, ភ្ញៀវដែលចូលរួម guests គាត់មកឲ្យគាត់ជូនពរយើងថាសូមឲ្យមានសុភមង្គល always wish for happiness. ចឹងពាក្យហ្នឹងគឺពេញនិយមខ្លាំងមែនទែនដែលមនុស្សជាច្រើនគាត់គេតែងតែប្រើ So it's a very popular word that people use it ពីព្រោះនៅពេលដែលគេបានប្រើពាក្យមួយហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថារំភើបសប្បាយព្រមទាំងមានអារម្មណ៍ថាស្កប់ចិត្តខ្លាំងមែនទែន because every time we wish people happiness, it feels joy and satisfaction. បើសិនបើយើងមើលទៅក្នុងភាសាអង់គ្លេសគឺមានមួយដែលស្តៀងពាក្យថាសុភមង្គលគឺ happy So if you look at English language, there we see like similar word is called happy. ខ្ញុំចូលចិត្តធ្វើអ្វី happy Yeah, I like to do things that are happy. យ៉ាធ្លាប់និយាយបងប្អូនមួយចំនួនធ្លាប់និយាយពាក្យហ្នឹងអត់ Have you ever said the word happy? 50ភាសាខ្មែរ50ភាសាអង់គ្លេស Like 50% Khmer and 50% English. ខ្ញុំចូលចិត្តធ្វើអ្វីដែល happy សប្បាយ Yeah, I like to do things that make me happy. ពីព្រោះវាមានអារម្មណ៍ថាពាក្យថា happy មានន័យថាជាអ្វីដែលធ្វើឲ្យយើងអ្វីម្យ៉ាងដែលធ្វើឲ្យយើងរីករាយ Because the word happy describes a feeling of joy. ហើយពួកយើងក៏បានរកឃើញពាក្យនេះនៅក្នុងសៀវភៅនៃជីវិត And we can see this word in the book of life. ចិត្តសប្បុរសរមែងនាំឲ្យជាសះស្បើយរីឯចិត្តព្រួយរមែងធ្វើឲ្យយើងរីករាយ A cheerful heart is good medicine, but a crushed spirit dries up the bones. ចឹងពួកយើងធ្វើតើសប្តាហ៍ថ្ងៃនេះពួកយើងមានសុភមង្គលដែរឬទេ So in your life, do you have happiness? តោះយើងធ្វើដូចម្ដេចដែលយើងធ្វើដើម្បីឲ្យយើងបានសុភមង្គល So what should we do to create happiness? តើបងប្អូនចង់បង្កើតសុភមង្គលក្នុងជីវិតដែរឬទេ Do you want to have happiness and create happiness in your life? ប្រហែលអ្នកចង់បានសុភមង្គលសូមលើកដៃ Who wants happiness? Raise your hand. អរគុណសម្រាប់ការលើកដៃ Come on. Thank you so much អត់ for លើក raising មាន your ន័យថាអ hand. ត់ចង់បាននោះទេ If you don't raise your hand, then you don't want it. អូខេអាចសម្រាប់ចិត្តម្ដងទៀតត្រឡប់ទៅវិញប្រាប់ថា pastor សួរខ្ញុំម្ដងទៀតដើម្បីឲ្យខ្ញុំលើកដៃខ្ញុំចង់បានសុភមង្គលដែរ Come on. តើធ្វើដូចម្ដេចដើម្បីបង្កើតនៅសុភមង្គល What should you do to create happiness? បងប្អូនចង់ដឹងអត់ Do you want to know? បើអត់ចង់ដឹងទេខ្ញុំចប់ព្រីករបស់ខ្ញុំថ្ងៃនេះហើយយើងត្រឡប់ទៅវិញ If you don't want to know, then I will end this preach right now. តែ5នាទីឲ្យចប់ហើយព្រីកថ្ងៃនេះ Yeah, 5 minutes is ending. តែបើសិនជាបងប្អូនចង់ដឹង But if you want to know, ពួកយើងនឹងនៅជាមួយគ្នា we will stay together. យើងចូលទៅមើលតើចំណុចអ្វីខ្លះដែលធ្វើឲ្យយើងអាចបង្កើតនូវសុភមង្គលបាន Let's look at some points that help us to have happiness. បងប្អូនមួយចំនួនបានធ្វើវាហើយ So some of you did it, ប៉ុន្តែបងប្អូនមួយចំនួនអត់ទាន់បានធ្វើវានោះទេ but some of you haven't did it yet. ពីព្រោះបងប្អូនអត់ដឹងថាធ្វើវាដោយរបៀបណា Because you don't know how to create it. បងប្អូនមួយចំនួនបានធ្វើវាហើយប៉ុន្តែបងប្អូនអត់ដឹងថានឹងវាជាកិច្ចការដែលធ្វើឲ្យយើងមានសុភមង្គលនោះទេ Yeah, some of you did it, but you don't know that it has happiness. អូខេបើសិនជាពួកយើងចង់បាននូវសុភមង្គល If you want to have happiness, កុំដេញតាមសុភមង្គលតែត្រូវបង្កើតវាវិញ don't chase happiness, but you have to create it. បុរសម្នាក់មិញគាត់ដេញតាមដើររកសុភមង្គល That man was searching for happiness, ជាជាងដែលគាត់បង្កើតសុភមង្គល but he didn't create it. អ្នកត្រូវតែចាប់ផ្ដើមធ្វើសកម្មភាពអ្វីម្យ៉ាង You need to take action ដើម្បីទទួលបាននូវសុភមង្គល to receive happiness. ចូលដកការរំពឹងទុកពីមនុស្សជុំវិញខ្លួនរបស់អ្នកដើម្បីឲ្យគេឲ្យសុភមង្គលមកកាន់អ្នក So remove expectations from people around you. ពីព្រោះបងប្អូនរំពឹងទុកថាអូបុគ្គលអ្នកនឹងឲ្យសុភមង្គលមកកាន់ខ្ញុំ Because you always expect that that person will give me happiness. ប្រហែលជាម្នាក់នេះហើយ Yeah, maybe that person. ប្រហែលជាម្នាក់នេះហើយ Maybe this guy. អូប្រហែលជាម្នាក់នោះទៀត Or maybe that girl នឹងឲ្យសុភមង្គលមកកាន់ខ្ញុំ will give me happiness. បងប្អូនរំពឹងទុកសុភមង្គលពីមនុស្សជុំវិញខ្លួន You expect happiness from others, ពីប្តីប្រពន្ធ
from your husband and ពី wife, ពីមិត្តភ័ក្តិ from friends, ពីមិត្តប្រុសឬក៏មិត្តស្រី from boyfriends and girlfriends, ពីតកែពីចៅហ្វាយនាយរបស់យើង from your boss, ឬពីមនុស្សនៅជុំវិញខ្លួនរបស់យើង or from the people around you. កុំរងចាំឲ្យនរណាម្នាក់ផ្ដល់សុភមង្គលសម្រាប់អ្នក Don't wait for someone to give you អ្នក happiness, អាចចាប់ផ្ដើមចេញទៅឲ្យបង្កើតធ្វើវាបាននៅពេលនេះ but you can go out and create it yourself. អ្នកត្រូវការបង្កើតអ្វីម្យ៉ាងដើម្បីឲ្យមានសុភមង្គល You must create something for happiness. ដូចជាប្រហែលជាប្រហែល2សប្តាហ៍មុនបងប្អូន Like recently, ប៉ាល់2សប្តាហ៍មុនមានកម្មវិធីអីគេ so 2 weeks ago we had like a holiday. យ៉ាចូលឆ្នាំខ្មែរមែនទេបងប្អូន Yes, Khmer New Year. យ៉ាចូលឆ្នាំខ្មែរអញ្ចឹងបងប្អូនបានធ្វើអីគេនៅចូលឆ្នាំខ្មែរ So what did you do at Khmer New Year? សប្បាយអត់បងប្អូនចូលឆ្នាំខ្មែរ Have you have fun? បងប្អូនមួយចំនួនអត់ហ៊ានចូលឆ្នាំទេពីព្រោះខ្លាចចាស់ Yeah, you don't want to join Khmer New Year because you are scared to get ខ្ញុំ old. នៅផ្ទះហើយពីព្រោះខ្ញុំបើខ្ញុំចូលឆ្នាំខ្ញុំនឹងចាស់មួយឆ្នាំទៀត No, when I stay at home, I won't be old. បើសិនជាខ្ញុំចូលរួមមួយគេខ្ញុំនឹងចាស់ But if I go to have fun with them, I will be old. កម្មវិធីនេះគឺជាកម្មវិធីមួយដែលល្អបំផុតសម្រាប់ពួកយើងដូចគ្នា This Khmer New Year is the best time ពីព្រោះវាជាការសម្រាកមួយ because it's a relaxation, ពីព្រោះបងប្អូនអាចយកពេលវេលាដ៏ល្អមួយនេះដើម្បីកសាងនៅសុភមង្គល because we can spend this holiday to take action ជាមួយនឹងមនុស្សនៅជុំវិញខ្លួនរបស់បងប្អូន with people around us, ជាមួយនឹងសាច់ញាតិរបស់បងប្អូន with our relatives, ជាមួយមនុស្សជាទីស្រឡាញ់របស់បងប្អូ with ន our loved ones. ខ្ញុំសួរបងប្អូនមួយសំណួរមួយ So can I ask you a question? បើសិនជាបងប្អូនមានពេលវេលាមួយថ្ងៃសម្រាប់តើបងប្អូននឹងធ្វើអ្វី If you have one day to rest, what would you do? តើបងប្អូននឹងធ្វើអ្វីដើម្បីឲ្យមានសុភមង្គលសម្រាប់មនុស្សជុំវិញខ្លួនរបស់អ្នក What would you do to create happiness to others? ឬក៏បងប្អូនមានពេលមួយថ្ងៃបងប្អូនអង្គុយចាំមើលអ្នកណាបង្កើតឲ្យខ្ញុំមានសុភមង្គល Or you will look at people around you and think that they will give us happiness? ចុះបើសិនជាបងប្អូនមានពេលរហូតដល់3ថ្ងៃឬក៏មួយសប្តាហ៍ But if you have 3 days or a whole week, សកម្មភាពអ្វីដែលបងប្អូននឹងធ្វើ what actions would you take? តើបងប្អូននឹងចាប់ផ្ដើមធ្វើអ្វីចេញពីបងប្អូន What are you going to create and start from yourself ជាជាងរងចាំមើលនរណាម្នាក់នឹងចាប់ផ្ដើមជាមួយនឹងខ្ញុំ rather than waiting for others to give us បងប្អូន happiness? ត្រូវតែជាអ្នកដែលចាប់ផ្ដើម You have to be the one who started first. អូខេនេះជាចំណុចទី1 So this is the first point. កុំដេញតាមរោគសុភមង្គលតែត្រូវបង្កើតវា Don't chase happiness, but you have to create it. ចំណុចទី2ដែលអាចជួយយើងឲ្យអាចបង្កើតសុភមង្គលបាន Okay. Point number 2, បង្កើតទម្លាប់នៃសុភមង្គល create habits of happiness. សុភមង្គលការបង្កើតសុភមង្គលត្រូវតែជាទម្លាប់របស់ពួកយើង So creating happiness have to be a habit. បង្កើតទម្លាប់រស់នៅជាមួយនឹងភាពសុខសាន្តភាពសប្បាយរីករាយ Build a lifestyle of peace. មិនចូលទៅដល់ផ្ទះហើយគឺចាប់ផ្ដើមដឹងតែចូលផ្ទះគឺឆ្លុះគ្នាចាប់ផ្ដើមមុខញើ Now when you go home and then you like have a stone face, មុខដូច Angry Bird ចឹងពេលចូលផ្ទះ like an angry bird face, no peace at all. សម្លឹងមើលទៅមនុស្សជុំវិញខ្លួនសិតតែអវិជ្ជមានសិតតែខុសទាំងអស់ And you look at others with negative eyes. បងប្អូនត្រូវតែមានទម្លាប់មួយបង្កើតសន្តិភាពនៅក្នុងផ្ទះរបស់ You have to have a habit to create happiness in your home. សម្លឹងមើលមនុស្សជុំវិញខ្លួន Look at others around you កែភ្នែកដែលវិជ្ជមាន and look with eyes with positivity. ហើយកុំអនុញ្ញាតឲ្យភាពរអ៊ូរទាំនឹងការស្ដីបន្ទោសអាសាចូលមកក្នុងជីវិតរបស់យើងពេក And don't allow complaining or blaming to be in our lives. ខ្ញុំដឹងថាបងប្អូនមួយចំនួនបានព្យាយាម I know that you guys tried, ប៉ុន្តែបងប្អូនពិបាកមែនទេ but you guys are very hard to do it. ដូចអ្វីដែលយើងបានរៀនកាលពីមុនអញ្ចឹង Like in previous lessons, នៅពេលដែលមានការជួបជុំគ្នារវាងមនុស្សនិងមនុស្សនឹងមានបញ្ហាកើតឡើង when people come together, problems can arise. នេះពួកយើងជួបគ្នាពួកយើងសប្បាយមែនអត់ When we meet each other, we are happy, តែ right? ជួបគ្នាច្រើនក៏មានបញ្ហាដែរមែនអត់ But when we meet each other a lot, problems can happen. បើអត់ដែលស្គាល់គ្នាសោះអត់ដែលខឹងគ្នាទេ But if you never know each other, then you cannot be like angry at each other. បើសិនជាអត់ដែលស្គាល់គ្នាសោះអត់អន់ចិត្តមួយគ្នាទេ But if you don't know each other, then you might have problems. ឥឡូវខ្ញុំខឹងជាមួយនឹងបងប្រុស3នាក់ហ្នឹងអត់ Like I am angry at these three dudes. ពីព្រោះខ្ញុំ Three ទៅ dudes. ស្គាល់គាត់លើកទី1ខ្ញុំអត់ខឹងអីគាត់នោះទេ Like you come here for the first time, then I'm not angry at you. បើសិនខ្ញុំនិយាយប្រាប់ថាខ្ញុំអន់ចិត្តមួយគាត់ណា But when I say that I am so angry at them, What is your name brother so what is your name? My son What Sadik Talik. Thank you Come on, តែ thank you. តែអ្នកនរអស់នេះជឿថាខ្ញុំអន់ចិត្តជាមួយសាឌិកអត់
But do you believe that I am angry at Satik? ខ្ញុំអត់ដែរស្គាល់គាត់នោះទេខ្ញុំមិនអន់ចិត្តគាត់ I never knew him, so why should I be angry at him? តែនៅពេលដែលយើងប្រកបដំណើរជាមួយនឹងគ្នាប្រកបតែមានប៉ះទាំងកិច្ចគ្នាមែនអត់ But if we hang out with each other, we might have some problems with each other. យ៉ាវាជាអ្វីដែលយើងបានរៀននៅពេលដែលមនុស្សជួបជុំគ្នានឹងមានបញ្ហាកើតឡើង It's what we learn when people come together, problem can arise. បងប្អូនចំនួននិយាយថាខ្ញុំចង់បង្កើតពេលវេលាជាមួយនឹងគ្រួសារដូចគេដូចឯងដែរ You might say that I want to create happiness and create time for my family. ប៉ុន្តែឲ្យតែជួបគ្នាម្ដងដឹងតែមានបញ្ហាឆ្លោះគ្នាបង But whenever we meet, we always have problems with each other. ដូច្នេះបងប្អូនទាំងអស់គ្នា So everyone, កុំធ្វើជាមនុស្សដែលប្រកែកសំរឿងពេក please don't be someone who keeps storing up issues. Come on. ត្រូវរស់នៅជាមួយនឹងការបង្កើតសន្តិភាពទម្លាប់នៃការបង្កើតសន្តិភាព You have to create peace, a habit of peace. បង្កើតនូវភាពសុខសាន្តនិងស្នាមញញឹមសម្រាប់មនុស្សជុំវិញខ្លួន Create happiness and smiles. ខ្ញុំដឹងថាបងប្អូនមួយចំនួនមានដំណើរទៀន Yeah, I know that you all have talents. កន្លែងហ្នឹងមានទុកបណ្ណាក៏ដោយឲ្យតែឃើញមុខម្នាក់ហ្នឹងគឺមានស្នាមញញឹមហ្មង Yeah, if you hate that person, you still have smiles on your face. កន្លែងហ្នឹងមើលហាក់បីដូចជាដូចគេហៅថា bad day ហ្មងដូចអត់មានសុបាយសោះប៉ុន្តែបុគ្គលម្នាក់ហ្នឹងចូលទៅគឺឆេះហ្មងគឺសុបាយហ្មង Like it's like a bad day and everyone is not happy at all, but that person is always happy ពីព្រោះអ្នកជាបុគ្គលដែលនាំនៅសេចក្តីអំណរ because you are a person that brings happiness, នាំនៅសុភមង្គលទៅកាន់ពួកគេ brings happiness to them. អូខេចំណុចទី3ដែលពួកយើងត្រូវដឹង Okay, point number 3 that you need to know. សុភមង្គលមិនមែនជាលទ្ធផលទេវាជារបៀបដែលយើងរស់នៅរបៀបដែលអ្នកគិតនិងមនុស្សដែលអ្នករស់នៅជាមួយ Okay, point number 3, happiness is not a result, it's a way of life, how you think and the people you live with. សុភមង្គលមិនមែនជាលទ្ធផលនៃការធ្វើអ្វីម្យ៉ាងនោះទេ Happiness is not a result of doing something. សុភមង្គលក៏មិនមែនខាងក្រៅយើងនោះដែរ It does not come from the outside, ប៉ុន្តែវាចាប់ផ្ដើមចេញពីខាងក្នុង but it starts from within. បងប្អូនអាចឃើញគេសាយសប្បាយប៉ុន្តែបងប្អូនអត់ដឹងថាបុគ្គលនឹងមានសុភមង្គលដែរឬទេ You can see that they are happy at the outside, but you don't know what's in the inside. វាអាចជាគាត់ព្យាយាមខំសើច It's like they're trying to smile, ប៉ុន្តែក្នុងចិត្តរបស់គាត់អត់មានសុភមង្គលទេ but in themselves, they're not peaceful. ពីព្រោះសុភមង្គលគឺកើតចេញពីខាងក្នុង Because happiness, it starts from within. របៀបដែលយើងគិត It's the way you think, របៀបដែលយើងឆ្លើយតប the way you respond, របៀបដែលយើងមើលទៅកាន់មនុស្សជុំវិញខ្លួនរបស់ពួកយើង and how you view people around us, របៀបដែលយើងមើលទៅកាន់ជីវិតរបស់ខ្លួនយើង and how you view life. វាជារបៀបដែលយើងរស់នៅប្រចាំថ្ងៃរបស់ពួកយើង It's our daily way of living, របៀបដែលយើងសម្លឹងទៅកាន់មនុស្សទៅកាន់នរណាម្នាក់ the way we look to the people around us, និងរបៀបដែលយើងរៀនរស់នៅចោះសម្រងជាមួយនឹងអ្នកដទៃ and the way we learn to live in harmony with them. មនុស្សមួយចំនួនគាត់និយាយថា Some people said, ខ្ញុំចង់បង្កើតសុភមង្គលតើខ្ញុំគួរចាប់ផ្ដើមពីណាទៅណា I want to start happiness. Where should I start? ខ្ញុំឥឡូវមិនដឹងចាប់ផ្ដើមពីតាណាទៅតាណាទេ Pastor I don't know where to start, Pastor, ប៉ុន្តែខ្ញុំចង់បានសុភមង្គល but I want to have happiness. ខ្ញុំជឿថាបងប្អូនដូចជាខ្ញុំផងដែរ I believe that you guys are like me. ពួកយើងចង់រស់នៅជាមួយនឹងជីវិតរីករាយមានណាចង់រស់នៅជាមួយជីវិតកើតទុកមានអត់ We all want happiness, right? We don't want, sadness. ពួកយើងចង់រស់នៅជាមួយនឹងជីវិតរីករាយពេញមួយជីវិតរបស់ពួកយើង We want to have happiness for the rest of our lives. តែបងប្អូនមួយចំនួនហាក់បីដូចជាបុរសម្នាក់នេះអញ្ចឹង But some of us are like the man that we mentioned earlier. គឺគាត់ព្យាយាមខ្លាំងមែនទែន He tried so hard, ប៉ុន្តែគាត់នៅតែរកមិនឃើញ but he still can't find it. យើងបានសាក់លបងនៅផ្លូវជាច្រើន We tried many paths. យើងបានសាក់លបងជាមួយនឹងការមានសម្ភារៈមានរបស់របរជាច្រើន We tried a lot of possessions, ប៉ុន្តែនៅតែអត់មានសុភមង្គល but we still have no happiness at បង all. ប្អូនមួយចំនួនគាត់ថាបើសិនជាខ្ញុំមានឡានមួយខ្ញុំមានសុភមង្គល Yeah, some people say that when I have a car, I will have happiness. ប្រហែលជាបងប្អូនកំពុងនៅផ្ទះជួលលើ Maybe you're in a house renting house. ប៉ុន្តែបងប្អូនថាបើខ្ញុំមានផ្ទះខ្ញុំប្រហែលជាមានសុភមង្គល But if I have my own house, I maybe have happiness. ឥឡូវនេះបងប្អូនកំពុងតែជិះកង់ Like right now, I'm riding a bike. បើសិនជាខ្ញុំមានអីគេ ADV មួយប្រហែលជាខ្ញុំមានសុភមង្គល If I have an ADV, I will have happiness. បើសិនជាបងប្អូនឥឡូវកំពុងជិះម៉ូតូ If you're riding a motorbike, បើខ្ញុំមានអា Prius 120ប្រហែលជាខ្ញុំសប្បាយចិត្តមែន if I have a big car, an expensive car, I will have happiness. បើសិនជាបងប្អូនមួយចំនួនគាត់ថាខ្ញុំបានសាក់លបងដើរលេងខ្ញុំឃើញគេដើរលេងសប្បាយតែខ្ញុំសាក់ទៅដើរលេងវាអត់សប្បាយហ៎
Yeah, I saw people hang out and they're so happy, but when I try to hang out with others, I don't feel happy at all. គេទៅលេងសមុទ្រអស់តែ70រៀលគេមើលទៅសប្បាយ They went to the beach and they only spent like $70, but they so happy. ប៉ុន្តែខ្ញុំចំណាយដល់$700ខ្ញុំរកសប្បាយអត់ឃើញ But I spent $700, but I still cannot find happiness. Come on. Yes បងប្អូនអាចព្យាយាមចង់ធ្វើឬក៏ចង់រៀនអ្វីដែលបងប្អូនចង់រៀនធ្វើថាចង់ធ្វើអីធ្វើហ្នឹងចង់រៀនអីរៀនហ្នឹង And you always work and study what you like, ហើយនៅតែរកអត់ឃើញនៅសុភមង្គលទៀត but you still can't find happiness. ខ្ញុំចង់ប្រាប់បងប្អូនទៅកាន់បងប្អូននៅចំណុចដ៏សំខាន់មួយដើម្បីកសាងសុភមង្គលក្នុងជីវិតនោះ I want to tell you an important truth for building happiness in life. សុភមង្គលគឺចាប់ផ្ដើមពីទំនាក់ទំនង Happiness starts with relationships. ហេតុអីបានខ្ញុំនិយាយចឹង Why do I say that? អ្វីទាំងអស់គឺចាប់ផ្ដើមជាមួយនឹងការទំនាក់ទំនង Because everything begins with relationships. ពីព្រោះបើសិនជាបងប្រុសគាត់អង្គុយទៅនោះហើយខ្ញុំនៅទីនេះហើយខ្ញុំអត់សួរទៅកាន់គាត់តើវាមានទំនាក់ទំនងកើតឡើងអត់ So if that brother right there and I'm right here and I don't ask him questions, how can we have a relationship? ឧទាហរណ៍ Example, យើងអត់ដែលស្គាល់គ្នាទេ we never knew each other. យើងគ្រាន់តែមើលមុខគ្នា We just look at each other, យើងញញឹមដាក់គ្នា we smile at each other. សួស្ដី Hello, តើអ្នកមកពីប្រទេសណា where do you come from? វ៉ាវអ្នកឯងមើលទៅស្អាតមែនទេ You're so handsome. វ៉ាវ Come on. យើងចាប់ផ្ដើមជាមួយនឹងការទំនាក់ទំនង We start communication. ឃើញទេចាប់ផ្ដើមហ្នឹងគឺយើងមានអារម្មណ៍ថាសប្បាយដែរ When we start communicating with each other, we feel happy. ចុះបើសិនជាយើងឃើញនរណាម្នាក់ When we see someone and we just look away, អ្នកឯងសប្បាយចិត្តកើតអត់សប្បាយចិត្ត can we be happy? អញ្ចឹងសុភមង្គលគឺចាប់ផ្ដើមដំបូងគឺជាមួយនឹងទំនាក់ទំនង So happiness starts with relationships. ការប្រស័យតាក់ទងនឹងទំនាក់ទំនងពិតជាសំខាន់ខ្លាំងមែនទែន Communication and connection are very important. ហើយវាជាអត្តពលទៅកាន់ជីវិតរបស់យើងខ្លាំងមែនទែន And it has a strong influence in our lives. ហើយអ្វីបានជាទំនាក់ទំនងសំខាន់សម្រាប់ការកសាងនៅសុភមង្គល So why are relationships important for building happiness? ពីព្រោះថា Because អ្នកមិនអាចមានសុភមង្គលបានទេប្រសិនបើទំនាក់ទំនងរបស់អ្នកមិនល្អ you can't be happy if your relationships aren't good. អ្នកអាចមានលុយ You maybe have money, អ្នកអាចមានកេរ្តិ៍ឈ្មោះល្អ you might have fame, អ្នកអាចមានអ្វីគ្រប់យ៉ាង you may have everything in your ប៉ុន្តែបើ life. អ្នកកំពុងតែមានបញ្ហាក្នុងអាពាហ៍ពិពាហ៍អ្នកកំពុងតែលេងលះគ្នាអ្នកក៏គ្មានសុភមង្គលដែរ But if you are going through a divorce, you can't be happy. Come បើសិន on. បើទំនាក់ទំនងអ្នកមិនល្អ If your relationships aren't good, ជីវិតរបស់អ្នកក៏មិនល្អដែរ your lives won't be good either. ដូច្នេះយើងនឹងចូលទៅមើលទៅកាន់ធៀបផ្សំដែលអាចជួយឲ្យពួកយើងមានទំនាក់ទំនងល្អនិងទំនាក់ទំនងដែលមានសុខភាពល្អ So let's look at what helps relationships become healthy. ខ្ញុំដឹងថាបងប្អូនមួយចំនួនប្រកែទំនាក់ទំនងខ្លាំងមែនទែន I know that some of you are good at communicating. តែទំនាក់ទំនងបែបណាជាទំនាក់ទំនងដែលមានសុខភាពល្អ So what relationship becomes healthy? ទំនាក់ទំនងដែលមានសុខភាពល្អគឺជាទំនាក់ទំនងដែលតែងតែដឹងគុណ Healthy relationships are always grateful. សុភមង្គលមានចំណែកធំមកពីការដឹងគុណ Happiness largely comes from gratitude. អូខេម្ដងទៀត One more time. សុភមង្គលមានចំណែកធំមកពីការដឹងគុណ Happiness largely comes from gratitude. បើសិនជាបងប្អូនជាបុគ្គលម្នាក់ដែលមិនចេះដឹងគុណគេ If you are not a person who is grateful, ចិត្តរបស់បងប្អូនអត់មានសុភមង្គលនោះទេ your heart won't be peaceful either. ចង់គេធ្វើល្អប៉ុណ្ណាក៏គ្មានសុភមង្គលដែរ So if someone did good to you, you won't be grateful too. អ្នកនឹងខ្លាចជាបុគ្គលដែលដែលអវិជ្ជមានទៅកាន់ពួកគេគ្រប់គ្នា You will be a negative person. នៅពេលដែលអ្នកមានដួងចិត្តដែលចេះអរគុណ When you have a thankful heart និងការបង្ហាញនៃការដឹងគុណចេញមកខាងក្រៅ and you like to express gratitude, អ្នកកំពុងតែជ្រើសរើសនៅសុភមង្គល you are choosing happiness. ទំនាក់ទំនងដែលមានសុខភាពល្អគឺជាការដឹងគុណ Healthy relationships are always grateful. មានន័យថានៅក្នុងទំនាក់ទំនងល្អ Means that in a good relationship, មនុស្សពីរនាក់ក៏ត្រូវតែស្រឡាញ់គ្នា both people love each other. មិនមែនត្រឹមតែស្រឡាញ់គ្នា But not only love each ប៉ុ other, ន្តែពួកគេចេះឲ្យតម្លៃ but they also appreciate. ពួកគេចេះអរគុណទៅកាន់គ្នាទៅវិញទៅមក They thank each other regularly. ពួកគេមិនត្រឹមតែស្រឡាញ់ They don't only love each other, ប៉ុន្តែពួកគេឲ្យតម្លៃ but they also appreciate និងអរគុណទៅកាន់គ្នាទៅវិញទៅមក and they thank each other regularly. ការដឹងគុណនឹងធ្វើឲ្យទំនាក់ទំនងរបស់ពួកយើងកាន់តែរឹងមាំ Gratitude strengthens relationships.
នៅពេលដែលអ្នកនិយាយថាអរគុណ When you say thank you សម្រាប់រឿងតូចៗប្រចាំថ្ងៃរបស់ពួកយើង for small things ដូចជាការយកយកចិត្តទុកដាក់នឹងការជួយគ្នាទៅវិញទៅមក like caring or helping, ឧទាហរណ៍ថាអ្នកណាគេគាត់លើកចានអីទាំងទៅហើយយើងជួយលើកទឹកមួយទៀតឧទាហរណ៍ like someone is like holding a plate and then we help them holding it. It's like care and រឿង help. តូចៗខ្លាំងមែនទែន It's small things. ឬក៏ពួកយើងញ៉ាំបាយហើយមានម្នាក់ក៏ដួសបាយដាក់ចានឲ្យយើង Like when we are eating and then they pour some soup for us or some rice for ហើយ us យើងនិយាយថាអរគុណ and you say thank you. ហើយនរណាម្នាក់ដែលគាត់យកគាត់ជាបុគ្គលិកនៅកន្លែងកាហ្វេ And when like someone is an employee at a cafe shop ហើយពួកគាត់បានយកកាហ្វេមកឲ្យពួកយើង and they gave you coffee, your order, យើងមើលមុខគេនិយាយថាអរគុណ and you say thank you, យើងមិននិយាយថាអរគុណ not thank you. យើងអត់មើលមុខគេទេមានអរគុណ Thank you, face to face. វាជាការបង្ហាញចេញនៅអ្វីមួយយ៉ាងនៅខាងក្នុងយើង It shows gratefulness, great gratitude, អញ្ចឹងយើងមានអ្នកដែលគាត់ទទួលពាក្យហ្នឹងគាត់មានអារម្មណ៍ថាទទួលបាននៅតម្លៃ and it makes the other person feel valued. នេះធាតុផ្សំមួយចំនួនទៀតដែលធ្វើឲ្យពួកយើងកាន់តែមានសុភមង្គល There is one more thing that helps us to have healthy relationships. គឺជាការកាត់បន្ថយនៅការឆ្លោះប្រកែកគ្នាទាក់ That ទងគ្នា that is reducing conflict. នៅពេលដែលយើងផ្ដោតទៅលើអ្វីដែលល្អអ្វីដែលគេធ្លាប់ធ្វើល្អមកកាន់យើង When we focus on what is good or what others did good to us, យើងនឹងមិនងាយខឹងឬក៏ងាយអន់ចិត្តជាមួយនឹងគេនោះទេ we are less likely to get angry with them, ឬក៏យើងមិនងាយរិះគន់ទៅកាន់គេនោះទេ or you are less likely to criticize them. ចំណុចមួយទៀត One more, បង្កើនសេចក្តីស្រឡាញ់បន្ថែមទៀត increase love. ការដឹងគុណធ្វើឲ្យមានដួងចិត្តដែលកក់ក្ដៅ Gratitude warms the heart និងមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាបន្ថែមទៀត and builds closeness. មនុស្សពីរនាក់គាត់មានអារម្មណ៍ថាពួកគាត់ពិតជាទទួលបានសេចក្តីស្រឡាញ់និងការគោរពឲ្យតម្លៃ Both people will feel that I am noticed and I am respected. ដូច្នេះចូលបង្កើនសេចក្តីស្រឡាញ់បន្ថែមទៀត So increase your love, បង្កើននៅទំនាក់ទំនងបន្ថែមទៀត increase your relationship. លើសពីនេះទៅទៀត More than that, តែងតែអរគុណទៅកាន់មនុស្សជុំវិញខ្លួនរបស់អ្នក always be grateful to the people around you. អរគុណទៅកាន់មនុស្សជុំវិញខ្លួនរបស់អ្នក Thank everyone around you. ខ្ញុំអាចនិយាយបានថាក្នុងរយៈពេលតែ1ម៉ោងនេះ I can say that this hour, 1 hour, ឬក៏រយៈពេលមួយព្រឹកនេះ or this morning, បងប្អូនបើសិនជាបងប្អូនគិតបន្តិចបងប្អូននឹងរកឃើញមនុស្សដែលបងប្អូនអាចនិយាយថាអរគុណ you can think of a person that you can say thank you to. អរគុណដែលបងប្អូនបានមើលម៉ូតូមើលឡានឲ្យខ្ញុំ Thank you for looking after my motorbike. អរគុណអ្នកគ្រូលោកគ្រូដែលបានជួយមើលកូនៗរបស់ខ្ញុំ Thank you, teachers, for taking care of my kids. អរគុណសុជាដែលបានដឹកនាំក្រុម steward រៀបចំកៅអីខ្ញុំបានអង្គុយ Yeah, thank you, Mang Suchi, for leading steward team. អរគុណទៅកាន់អ្នកដែលគាត់រៀបចំដឹកនាំកម្មវិធី Thank you to the person who makes this event happen. អរគុណ production Thank you, production អរ team. គុណកាហ្វេទីទៀតគាត់នឹងរៀបកាហ្វេឲ្យយើង Thank you, cafe team outside. ពួកគាត់បានរៀបចំហើយពួកគាត់បានផ្ដល់ឲ្យហើយពួកគាត់បានឲ្យតម្លៃមកកាន់ពួកយើង They have prepared and value us. តាមការស្រាវជ្រាវបានបង្ហាញថា So through research, it shows អ្នកដែលនិយាយពីអរគុណច្រើនអ្នកនឹងសប្បាយចិត្តច្រើន people who are more grateful are more happier. នៅពេលដែលបងប្អូននិយាយថាអរគុណ When you say thank you, អ្នកនឹងទទួលបានសប្បាយចិត្តច្រើនជាងអ្នកដែលគាត់ទទួលបានការអរគុណ you will be more happier than the person you are saying thank you to. តែបើអ្នកជាបុគ្គលមិនដែលអរគុណ But if you never say thank you, ឬក៏កម្រនិយាយពាក្យថាអរគុណ or you are less likely to say thank you, អ្នកមិនសូវសប្បាយរីករាយនោះទេ you won't be happy. គម្រោងចាំតតែមានរឿងធំបានចេះអរគុណ Don't wait for big things to be grateful, តែត្រូវអរគុណជារៀងរាល់ថ្ងៃឲ្យទៅជាទម្លាប់របស់ពួកយើង but thank every day as it becomes a habit. អរគុណសម្រាប់មនុស្សដែលនៅជុំវិញខ្លួនរបស់ពួកយើង Thank you to everyone that is around us. មនុស្សដែលចេះដឹងគុណគឺជាមនុស្សដែលរស់នៅជាមួយនឹងដួងចិត្តដែលស្កប់ស្កល់ហើយសុខសាន្ត A person who lives with peace. អ្នកអាចនិយាយថាខ្ញុំដឹងចំណុចទាំងអស់ហ្នឹងហើយ You might say, I know these things. ឬក៏មិនមែនជាលើកទី1ទេដែលខ្ញុំបានដឹង It's not the first time I heard ខ្ញុំ this. បានរៀនច្រើនហើយ I learned a lot about ខ្ញុំ this. ខ្ញុំស្រាវជ្រាវបានច្រើនណាស់ I did a lot of research, ប៉ុន្តែខ្ញុំពិបាកធ្វើអាឡៃហ្នឹងមែនទែន but it's really hard for me to express it. ខ្ញុំអាចនិយាយថាខ្ញុំយល់ពីបងប្អូន I can say that I understand you ពីព្រោះខ្ញុំក៏ធ្លាប់នៅកន្លែងហ្នឹងដែរ because I've been there. ខ្ញុំអាចនិយាយថាខ្ញុំដើររៀនច្រើនខ្លាំងមែនទែន I've walked a lot of paths. មិនថាខុសណាមិនថាខុសណាដែលមានតម្លៃ$3,000-4,000ក៏ខ្ញុំបង់រៀនដែរ Yeah, no matter what course that is like expensive, I still
learned it, study it. ខ្ញុំព្យាយាមមែនតើខ្ញុំចំណាយខ្លាំងមែនតើ I tried a lot. ហើយខ្ញុំជាបុគ្គលដែលពីមុនខ្ញុំមិនសូវនិយាយច្រើនទេ And I used to be a person who didn't like to talk ខ្ញុំ much. ចង់និយាយជាមួយមនុស្សដែលខ្ញុំចង់និយាយបើសិនជាមិនតំណងខ្ញុំអត់ចង់និយាយជាមួយ I can talk with the person I want to talk, but if I don't find them attractive, then I don't talk to them. នេះជាខ្ញុំពីមុន That's me before. ខ្ញុំអត់ងាយបង្ហាញឲ្យមានអត់ងាយចែករំលែកអារម្មណ៍របស់ខ្ញុំទៅកាន់នរណានោះទេ I didn't like to express my feelings to others. ភាពខ្សោយទាំងអស់នេះវាគឺជាការដែលបង្ហាញចេញនៅភាពអសុវត្ថិភាពនៅក្នុងខ្ញុំ These weaknesses comes from my insecurity ដោយសារតែមានបញ្ហាមួយចំនួន and certain issues. បញ្ហាមួយចំនួននោះប្រហែលជាបងប្អូនដូចជាខ្ញុំផងដែរ And these issues, you might be like me. គឺជាបញ្ហាដែលពិបាកមានអារម្មណ៍ថាដឹងគុណ That is the problems that make it difficult for you to feel grateful. នឹងតែដឹងគុណយ៉ាងម៉េចអ្នកឯងត្រូវធ្វើរឿងហ្នឹងមកដឹងគុណទៅអី You need to do that. Why should I be grateful? អ្នកឯងជាប្តីរបស់ខ្ញុំអ្នកឯងត្រូវតែធ្វើរឿងហ្នឹងរឿងអីខ្ញុំត្រូវដឹងគុណ You're my husband. You have to do that. It's your thing to do. Why should I be grateful? អ្នកឯងជាប្រពន្ធរបស់ខ្ញុំអ្នកឯងត្រូវធ្វើរឿងហ្នឹងហើយមានអីខ្ញុំត្រូវដឹងគុណ You're my wife. You should do that. Why should I be grateful? អ្នកឯងជាអ្នកដឹកនាំរបស់ខ្ញុំទូនាទីរបស់អ្នកឯងដឹកនាំខ្ញុំមានអីខ្ញុំត្រូវដឹងគុណ You're my leader. Your duty is to lead me. Why should I be grateful? អ្នកឯងជាឪពុកម្ដាយរបស់ខ្ញុំអ្នកឯងត្រូវធ្វើរឿងហ្នឹងហើយរឿងអីខ្ញុំត្រូវដឹងគុណ You're my parents. Why should I be grateful? You should do these stuff. អ្នកឯងជាកូនចៅរបស់ខ្ញុំអ្នកឯងជាមេរបស់ខ្ញុំអ្នកឯងត្រូវធ្វើរឿងហ្នឹងហើយរឿងអីខ្ញុំត្រូវដឹងគុណ You're my employees. You're my boss. You have to do that. Why should I be grateful? ឃើញអត់មានបញ្ហាជាមួយនឹងយើងខ្លាំងមែនទែនជាមួយនឹងបុគ្គលមួយចំនួនដែលគាត់ពិបាកជាមួយនឹងការដឹងគុណខ្លាំងមែនទែន These problems can make it difficult. ហេតុអីបានជាមានបញ្ហាក្នុងឡើយហ្នឹង Why does this happen? Why does these problems happen? ដោយសារទី1គឺអត់ជប់ចិត្តទុកដាក់ One, not paying attention. ខ្ញុំអត់ខ្វល់ពីពួកគាត់ចង់ធ្វើល្អប៉ុណ្ណាក៏ខ្ញុំមិនខ្វល់ I don't care about them. They can do whatever they want ព្រោះខ្ញុំជាបុគ្គលដែលអត់ចូលចិត្តខ្វល់ because I'm a person who doesn't care, who doesn't like to pay ពួកយើងចាត់ attention. ទុកថាទំនាក់ទំនងជាមួយនឹងមនុស្សគឺជារឿងធម្មតាអត់ខ្វល់ We sometimes take each other in relationships for granted. ការចេះដឹងគុណ Gratitude នឹងជួយរំលឹកឲ្យពួកយើងដឹងថាមនុស្សម្នាក់នោះគឺមានតម្លៃនៅក្នុងជីវិតរបស់ពួកយើង reminds us that that person in our life has value. បងប្អូនដឹងថាមនុស្សមានតម្លៃ Did you know that people are so valuable? ខ្ញុំស្រឡាញ់អ្វីដែល Evan Leader យើងបាននិយាយមិញ I like what the even leader have said. ពួកយើងឲ្យតម្លៃទៅកាន់អ្នកទាំងអស់គ្នា We value. អ្នកគឺមានតម្លៃ We value you. ចឹងការចេះដឹងគុណនឹងជួយរំលឹកថាមនុស្សម្នាក់នោះមានតម្លៃនៅក្នុងជីវិតរបស់ពួកយើង Gratitude reminds us that people are valuable. ចំណុចទី Number 2, 2អាចជាយើងជាបុគ្គលដែលជួយចិត្តមើលតែពីកំហុស we maybe be a person who likes to look at mistakes. អ្នកពិបាកអបអរសាទររឿងដែលល្អៗទុចៗក្នុងជីវិតខ្លាំងមែនទែន You are hard to congratulate others. អ្នកពិបាកហើយអ្នកពិបាកនឹងសប្បាយរីករាយពីព្រោះអ្នកជួយចិត្តរអ៊ូរទាំច្រើន You are hard to ពិបាកសប្បាយ hard to be happy, ប៉ុន្តែអ្នកជួយចិត្តរអ៊ូរទាំ but you like to complain. អ្នកផ្ដោតទៅលើកំហុសជាជាងការអបអរសាទរ You only focus on the mistakes, but not what the good things they've done. អ្នកផ្ដោតទៅលើភាពអវិជ្ជមានជាជាងវិជ្ជមាន You focus on the negative rather than the positive. ហើយអ្នកមើលរំលងអ្វីដែលល្អអ្វីដែលមនុស្សទាំងអស់នោះបានធ្វើល្អមកកាន់ជីវិតរបស់អ្នក And you ignore the good things that they have done. ចំណុចមួយទៀត One more point. ចងចាំតែរឿងមិនល្អ Remembering only the bad things. រឿងល្អជាច្រើនអ្នកមិនសម្រេចចិត្តចងចាំប៉ុន្តែអ្នកជ្រើសរើសចងចាំអាមិនល្អមួយនឹងចូលមក There are so many good things that you can remember, but you only remember one bad thing. ពេលខ្លះគេធ្វើរឿងល្អ9ប៉ុន្តែមានមួយមិនល្អអ្នកជ្រើសរើសចងចាំអាមួយនឹងអត់ជ្រើសរើសចងចាំអា9នឹងទេ Maybe they've done like 9 good things, but only one mistake, you remember it ពីព្រោះអ្នកគិតតែពីខ្លួនឯង because you only think about yourself. អ្នកភ្លេចនិយាយពាក្យថាអរគុណអ្នកភ្លេចដឹងគុណសម្រាប់ពួកគេ You forgot to say thank you and be grateful. អ្នកអាចដឹងគុណទៅកាន់អ្នកដែលធ្វើការឲ្យអ្នកពីព្រោះទោះបីជាអ្នក pay លុយអីគេក៏ដោយ You have to be grateful to the employee you are paying every month. អ្នកអាចជាម្នាក់ដែលរក្សាទុកនៅការឈឺចាប់នៅខាងក្នុង You might be someone who is holding on to pain. ជាពិសេសអ្នកសេវទុកអ្នកកត់ត្រាទុករឿងដែលកំហុសហើយអ្នកសំកំហុសរបស់អ្នកដទៃដាក់ចូលនៅក្នុងជីវិតរបស់អ្នក And you keep storing up mistakes and issues. ហើយអ្នកអនុញ្ញាតឲ្យអ្វីដែលអវិជ្ជមានចូលមកកាន់ជីវិតរបស់អ្នកកោទៅ
and you allow negativity to be in your life. អ្នកអត់ព្រមប្រឡែងវានោះទេ You won't release, ប៉ុន្តែអ្នកចង់ស្លាប់ជាមួយនឹងវា but you want to die with it. អ្នកអត់ចង់លើកលែងទោសឲ្យគេនោះទេ You don't want to forgive others. ខ្ញុំមិនអាចលើកលែងទោសឲ្យម្នាក់នឹងបានទេ I can't forgive them. ហើយអ្នកកំពុងតែមានអារម្មណ៍ថាខ្ញុំជាប់គាំងនៅកន្លែងនឹងយូរណាស់ហើយ And you feel like I've been stuck there for a long time. ប៉ុន្តែខ្ញុំចង់ប្រាប់ដំណឹងល្អទៅកាន់បងប្អូន But I have good news for you. វាមានអំណាចមួយដែលនឹងជួយអ្នកឲ្យអ្នកអាចចេះអត់អន់ទោស There is power that set you free from unforgiveness. អំណាចមួយនេះនឹងរំដោះអ្នកឲ្យចេញពីការដែលអ្នកមិនអាចអត់អន់ទោស This power will set you free from unforgiveness in your heart. ប៉ុន្តែពួកយើងមិនអាចធ្វើដោយខ្លួនឯងបាននោះទេ But we can't do it អ្នក ourselves. ត្រូវការអំណាចពិសេសមួយនោះ We need that power. ពួកយើងទាំងអស់គ្នាត្រូវការអំណាចពិសេសមួយនោះ We all need that power. ហើយអំណាចពិសេសមួយនោះគឺមកតែពីព្រះមួយអង្គគត់ And that power comes from the only one true God ទ្រង់ជាមកលើផែនដីមួយនេះកាលពី2000ឆ្នាំមុន who came on this earth 2,000 years ago. ហើយទ្រង់មាននាមថាព្រះយេស៊ូវគ្រីស្ទ And his name is Jesus Christ. ប្រសិនបើអ្នកមិនទាន់ស្គាល់ព្រះអង្គនោះទេ If you haven't known Jesus yet, ថ្ងៃនេះអ្នកមានឱកាសដើម្បីស្គាល់ទ្រង់ today is the perfect opportunity ហើយចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងព្រះអង្គ for you to start a relationship with him. ពីព្រោះការដំបូងឡើយ Because once upon a time, ព្រះជាម្ចាស់បានបង្កើតមនុស្សដើម្បីឲ្យមានទំនាក់ទំនងជាមួយនឹងគ្នា God has made us to have relationships with others. ព្រះអង្គបានបង្កើតបរិសុទ្ធទីមួយដែលមានឈ្មោះថាអាដាម He created the first man on earth, Adam, ហើយបន្តទៀតព្រះអង្គបានបង្កើតស្ត្រីម្នាក់ឈ្មោះថាអេវ៉ា and he created woman. Her name is Eve, ដើម្បីឲ្យមានទំនាក់ទំនងជាមួយនឹងគ្នា to have a relationship together. ពីព្រោះទ្រង់ស្រឡាញ់ទំនាក់ទំនង Because he loves relationships. ទ្រង់បដិសេធទ្រង់អត់ចូលចិត្តជាមួយនឹងការបាក់បែកនោះទេ He hates breaks. ទ្រង់ស្រឡាញ់ទំនាក់ទំនងហើយពួកយើងពិតជាស្រឡាញ់នៅទំនាក់ទំនង We love relationships, and God loves relationships. ហើយទ្រង់ស្រឡាញ់ទំនាក់ទំនងជាមួយនឹងបងប្អូន And he wants a relationship with you. តែថ្ងៃនេះបងប្អូនអនុញ្ញាតបើកចិត្តនឹងប្រឡែងខ្លួនឯងឲ្យមានទំនាក់ទំនងជាមួយនឹងព្រះអង្គដែរទេ So today, are you willing to have a relationship with him? ទ្រង់បានយាងមកលើផែនដីមួយនេះ He came on this earth. ទ្រង់សគត់នៅលើឈើឆ្កាង He died on the cross សម្រាប់អំពើបាបរបស់បងប្អូនហើយនឹងខ្ញុំ for our sins and mistakes. ហើយទ្រង់នៅទីនេះទ្រង់ចង់មានទំនាក់ទំនងជាមួយនឹងបងប្អូន And he wants to have a relationship with you. ទ្រង់ចង់សង្គ្រោះអ្នក He wants to save you. ខ្ញុំចង់យកឱកាសមួយនេះដើម្បីផ្ដល់ឱកាសសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ព្រះអង្គនៅឡើយ I want to give this opportunity to all of you who haven't known Jesus yet. ពីព្រោះថ្ងៃនេះអ្នកនឹងទទួលបានអំណាចដែលនឹងជួយបងប្អូនដែលបងប្អូនមិនពិបាកនៅក្នុងការអត់អន់ទោសឲ្យអ្នកដទៃ Because today you're going to receive a power that will save you from បង unforgiveness. ប្អូនអាចទទួលនៅអំណាចពិសេសមួយនោះ You can receive this power តោះតែបងប្អូនទទួលយកព្រះយេស៊ូវជាមុនសិន if you receive Jesus Christ in your life. ដូច្នេះសូមអញ្ជើញបងប្អូនទាំងអស់គ្នាបានបិទភ្នែកបន្តិច So can I ask you to close your eyes? បងប្អូនអាចនិយាយតាមយើង You can repeat after us. ព្រះយេស៊ូវ Jesus, ខ្ញុំដឹងថាព្រះអង្គខ្ញុំដឹងថាកូនជាមនុស្សដែលមានបាប I know that I am a sinner. ខ្ញុំជឿថាព្រះអង្គបានសគត់នៅលើឈើឆ្កាងសម្រាប់ខ្ញុំ I believe you died on the cross for me, ទ្រង់បានសគត់សម្រាប់អ្វីដែលទ្រង់ដែលកូនបានធ្វើខុស for my wrongdoing. ព្រះម្ចាស់ Lord, កូនបើកដួងចិត្តរបស់កូនថ្ងៃនេះ I open my heart for you, ដើម្បីឲ្យទ្រង់យាងមក for you to be in my life ហើយសម្អាត and cleanse my heart. ហើយកូនសូមទទួលយកព្រះអង្គដាក់ក្នុងជីវិត And I accept you to lead my life. សូមបានដឹកនាំពួកកូនពីពេលនេះតទៅ Please lead my life from now on. អាមែន Amen. បើសិនបងប្អូនបានអធិដ្ឋានពីអំបញ្ញមិញ If you have prayed that prayer, តែខ្ញុំអាចឃើញដៃរបស់បងប្អូនបានលើកបន្តិចបានអត់ can I see your hands? បង្ហាញប្រាប់ថាបងប្អូនពិតជាបានយាងព្រះអង្គដាក់ក្នុងជីវិតរបស់បងប្អូន So as a sign that you have accepted Jesus in your life. ពួកយើងនឹងបញ្ចប់ជាមួយនឹងចំណុចដ៏សំខាន់ So we will end with one important point. ផ្លាស់ប្ដូរទម្លាប់សុភមង្គលដោយរស់នៅជាមួយនឹងការចេះដឹងគុណ Change your habits to live with gratitude. បើសិនជាបងប្អូនរស់នៅជាមួយនឹងការចេះអរគុណបងប្អូននឹងមានសុភមង្គល If you live with gratitude, you can have happiness. នៅក្នុងសភៅនៃជីវិតនៅក្នុង1 Thessalonians ចំពុក5ខ18 In the book of life, 1 Thessalonians, it says, ចូលអរគុណគ្រប់ស្ថានភាពទាំងអស់
Give thanks in all circumstances. មានន័យថាទោះបីជាល្អទោះបីពិបាកពួកយើងចេះអរគុណនិងដឹងគុណជានិច្ច This means that whether good things or difficult ហើយ things, ជឿជាក់ថាព្រះអង្គនៅទីនោះសម្រាប់ពួកយើង we can trust God that He is there and we can be grateful. អ្នកអាចអរគុណឬក៏ដឹងគុណដោយជ្រើសរើសការចងចាំអ្វីដែលល្អល្អ You can be grateful or thankful by choosing to remember the good things. ចុះបើចងចាំអ្វីដែលឈឺចាប់ហើយធ្វើឲ្យយើងឈឺដដែលយើងចងចាំវាធ្វើអី So if we only remember the bad things and the things that makes us hurt, why do we need to remember it? ព្រះយេស៊ូវបានសគត់សម្រាប់អ្នកឲ្យទ្រង់បានយកការឈឺចាប់នេះចេញពីអ្នកហើយសូមកុំយកការឈឺចាប់មកពីទ្រង់អី Jesus have died on the sins for that thing. So yeah, don't remember it again. វាជាជំរឿនរបស់ពួកយើងម្នាក់ៗក្នុងការចងចាំអ្វីល្អឬក៏មិនល្អ It's for us to remember good things rather than bad things. សុភមង្គលមិនចាត់ឡើងដោយចៃដន្យនោះទេ Happiness doesn't happen by chance. ប៉ុន្តែវាកាត់ឡើងនៅពេលដែលពួកយើងបង្រៀនចិត្តរបស់ខ្លួនឯងឲ្យមើលឃើញអ្វីដែលល្អល្អ It happens when we train our hearts to see good. អ្នកអាចអរគុណឬក៏ដឹងគុណដោយមិនផ្ដោតឬក៏រំលឹកទៅលើអតីតកាលដែលឈឺចាប់ You can be grateful without focusing on or remembering the painful past. បើសិនជាការនោះធ្វើឲ្យអ្នកឈឺចាប់សូមកុំរំលឹកវាឯង If that memory makes you have pain, don't remember it again. ជ្រើសរើសការអត់អន់ទោសជំនួសវិញ Choose forgiveness. អូខេ slide ចុងក្រោយរបស់ពួកយើង Last slide. សុភមង្គលគឺជាជំរើសមិនមែនជាអារម្មណ៍ទេហើយវាចាប់ផ្ដើមចេញពីអ្នក Happiness is a choice, not a feeling, and it starts with you. គ្មាននរណាម្នាក់មកឲ្យសុភមង្គលមកកាន់អ្នកទេបើសិនជាអ្នកមិនសម្រេចចិត្តទទួលយកសុភមង្គលនិងបង្កើតសុភមង្គល No one can give you happiness, but it starts from you. តោះបងប្អូនទាំងអស់គ្នា Come on, everyone. ពួកយើងនឹងចេញទៅជាមួយនឹងការអរគុណនិងដឹងគុណ Let's go forward with gratitude ហើយបង្កើតនៅទំនាក់ទំនងដែលមានសុខភាពល្អ to build healthy relationships និងដែលជួយឲ្យយើងមានសុភមង្គលនៅក្នុងពេញមួយជីវិតរបស់ពួកយើង that brings happiness in our lives. សូមព្រះប្រទានពរបងប្អូន God bless you.